ភាពសហព័ន្ធយុវជនកម្ពុជាសហការជាមួយក្រសួងស្ថាប័នអង្គភាពជាច្រើនទៀតបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2025ក្រោមប្រធានបទញញឹមសាទរសង្ក្រាន្តឆ្នាំថ្មីដែលនឹងលើកយកនៅកេរដំណែលអរិយធម៌វប្បធម៌ទំនៀមទម្លាប់និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025នៅ3ទីតាំងធំៗរួមមាននៅបរិវេណប្រាសាទអង្គរវត្តតំបន់មាត់ស្ទឹងសៀមរាបនិងអង្គរខ្ជុងយូអង្គរសង្ក្រាន្តឆ្នាំនេះមិនខុសពីព្រឹត្តិការណ៍មុនដែរនៅតែរក្សាបាននៅគោលបំណងរបស់ខ្លួនគឺការផ្សព្វផ្សាយអំពីទេសចរនិងសិល្បៈវប្បធម៌ក្នុងនោះអង្គរសង្ក្រាន្តបានលើកយកនៅកម្មវិធីកម្សាន្តធំៗចំនួន38កម្មវិធីដោយក្នុងកម្មវិធីនីមួយៗមានការសម្ដែងសិល្បៈល្បែងប្រជាប្រិយរបស់ខ្មែរជាច្រើនទម្រង់ផ្សេងៗគ្នាដូច្នេះការចូលរួមផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្តជាការចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចរបស់អ្នកខេត្តសៀមរាបតាមរយៈការបង្ហាញនៅគោលដៅទេសចរសំខាន់ៗរបស់ខេត្តសៀមរាបទៅកាន់ពិភពលោករហូតមកដល់ពេលនេះសំណង់និងការរៀបចំតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចាប់ផ្ដើមបង្ហាញសម្រស់និងមានភាពទាក់ទាញដោយភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានទៅទស្សនាប្រាសាទអង្គរវត្តបានផ្តិតយករូបភាពនៃការរៀបចំនេះដោយក្តីសប្បាយរីករាយជាបណ្ដាហើយឯកឧត្តមសុកសង្វាប្រធានក្រុមការងារភូមិខ្ញុំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានឲ្យដឹងថាសម្រាប់ការរៀបចំនៅក្នុងកម្មវិធីភូមិខ្ញុំគឺសម្រេចបានប្រមាណ 90% ហើយឯកឧត្តមបន្តថានៅក្នុងកម្មវិធីភូមិខ្ញុំតែងតែបានគិតគូររៀបចំធ្វើយ៉ាងម៉េចឲ្យមានភាពទាក់ទាញគឺរាល់ដងយើងធ្វើកម្មវិធីភូមិខ្ញុំនេះនៅតំបន់បាយ័នបាទប៉ុន្តែឆ្នាំនេះយើងមកមុខប្រាសាទអង្គរវត្តម្ដងតែងតែមានគិតគូរអំពីសកម្មភាពធ្វើយ៉ាងណាឲ្យទាក់ទាញអញ្ចឹងឆ្នាំនេះពិសេសមែនទែនដោយសារមិញបានឃើញថានៅច្រកចូលគឺថាមានគម្រោង2ដែលបានបញ្ចូលសហការជាមួយភូមិខ្ញុំគឺទី1គឺគម្រោងអុកយៈថាអុកខ្នាតធំចោះបាទដែលតាមពិតគម្រោងនេះក៏តែងតែមានរាល់ឆ្នាំផងដែរប៉ុន្តែលើកនេះធ្វើជាមួយគ្នាក្នុងបរិវេណភូមិតែម្ដងបាទជាកម្មវិធីប្រកួតអុកខ្នាតធំនេះនឹងនៅក្នុងភូមិយើងដែរបាទហើយនឹងមានការផ្ដាច់ព្រាត់នៅថ្ងៃ16បាទហើយទី2គឺគម្រោងលបែងជាព្រៃតាមពិតរាល់ឆ្នាំភូមិខ្ញុំក៏មានលបែងជាព្រៃផងដែរប៉ុន្តែលើកនេះយើងក៏បានសហការជាមួយក្រុមការងារលបែងជាព្រៃផងដែរដែលគាត់មានក្រុមការងារច្រើនមែនទែនបាទរហូតដល់150នាក់ឯណោះបាទអញ្ចឹងមានន័យថាចំនួនលបែងដែលយើងនឹងលេងនៅក្នុងភូមិរបស់យើងនឹងកើនឆ្នាំមុនទៀតហើយយើងគិតគូរធ្វើយ៉ាងណាឲ្យរាល់សកម្មភាពនៅក្នុងភូមិរបស់យើងនេះអនុញ្ញាតបាទឲ្យភ្ញៀវរបស់យើងប្រជាពលរដ្ឋហ្នឹងគាត់អាចចូលសម្ដែងចូលសាកធ្វើជាមួយបងប្អូនដែលមកសម្ដែងឬក៏ធ្វើសម្ភារៈលោកជឿនវិចិត្រអនុប្រធានក្រុមល្បែងប្រជាប្រិយបានឲ្យដឹងថាល្បែងប្រជាប្រិយជាច្រើនប្រភេទនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តកំពុងរងចាំបងប្អូនប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរដូចនេះកុំភ្លេចមកជួបគ្នាបាទនេះអ្វីដែលចាប់អារម្មណ៍ខ្លាំងគឺយើងរំលេចនៅល្បែងប្រជាប្រិយខ្មែរយើងបាទច្រើនមែនទែនដែលយើងយកមករំលេចដោយឆ្នាំមុនចឹងបាទដើម្បីឲ្យក្មេងៗជំនាន់ក្រោយក៏បានយល់បាទដល់ពេលនេះម៉ោងនេះគឺយើងសម្រេចបាន 80% ហើយតំបន់ល្បែងប្រជាប្រិយនៅទីតាំងមុខវិទ្យាល័យដែលឡៃយើងមាន2ទីតាំងមួយទៀតនៅមុខអង្គរក៏យើងធ្វើបាន 85% ដែរយើងមានតំបន់ប្រជាប្រិយបែងចែកជា2ឆ្នាំនេះបាទនៅមុខអង្គរមួយនៅនេះមួយហើយសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋបាទអញ្ជើញមកចូលរួមនៅអង្គរសង្ក្រាន្តយើងឲ្យបានកកនៅខេត្តសៀមរាបយើងជាពិសេសការធ្វើដំណើរសូមប្រកបដោយសុខសុវត្ថិភាពបាទលោកហួតសូនីប្រធានក្រុមការងារតោះលេងទឹកតំបន់មាត់ស្ទឹងសៀមរាបបានឲ្យដឹងដែរថាកម្មវិធីតោះលេងទឹករហូតមកដល់ពេលនេះរៀបចំសម្រេចបានប្រមាណ 80% ហើយដោយនៅក្នុងតំបន់នេះកម្មវិធីកម្សាន្តជាច្រើនហើយយើងមានកម្មវិធីលេងកម្សាន្តលើហ្នឹងមានទាញព្រ័ត្រដើមចេកមហារមលរបស់យើងហ្នឹងគឺយើងលើកតោងដើមចេកអីកម្សាន្តបាទហើយពីហ្នឹងទៀតយើងមានឆាកតន្ត្រីបែបយុវវ័យបាទហើយជាមួយនឹងទឹកសាប៊ូហើយនឹងទឹកដែលយើងត្រៀមឆាកធំហើយយើងមានអ្នកចម្រៀងអីមកលេងកម្សាន្តគឺយើងបានបន្ថែមពាងទឹកបាទបន្ថែមពាងទឹកហ្នឹងមានរហូតដល់ជាង100ពាងហើយបាទហើយដើម្បីទុកជូនបងប្អូនលេងកម្សាន្តបាទដោយយើងនឹងបំពាក់ត្រឡោកតាមពាងទឹកហ្នឹងផងដែរដើម្បីឲ្យបងប្អូនជះលេងបាទហើយ
ក្រៅពីពីងទឹកទាំងអស់នេះគឺយើងមានបំពាក់នៅក្បាលបាញ់ទឹកបាទក្បាលបាញ់ទឹករបៀបដូចជាបាញ់របៀបឡានទឹកដែរហើយច្រើនហើយនឹងបាញ់ចូលក្នុងតំបន់ដែលយើងរួមលេងសម្រាប់យុវវ័យនេះបាទអង្គរសង្ក្រាន្តឆ្នាំ2025សូមស្វាគមន៍ជួបជុំគ្នាសប្បាយជាមហាគ្រួសារខ្មែរក្រោមម្លប់សន្តិភាពនៅលើទឹកដីអង្គរនៃខេត្តសៀមរាប